ពាក្យសច្ចាដែលបានបដិញ្ញាចងពៀតាំងពីជាតិមនុស្សមករាល់ពេលដែលនាងកុលធីតាសម្រាលបុត្រនាងយុគិនីក៏លបចូលទៅចាប់កូនយកទៅខំស៊ីអស់រលីងរហូតដល់ទៅ2លើកក្នុងលើកទី3នាងកុលធីតាបានសម្រាលបុត្រម្នាក់ទៀតហើយដោយការភ័យខ្លាចនាងក៏បាន3កូនខ្ចីរត់គេចទៅផ្ទះដើមកំណើតរបស់ខ្លួនលុះដល់ពាក់កណ្ដាលផ្លូវនាងយុគិនីក៏បានដេញតាមជាប់ពីក្រោយមកប្រគិតដោយមានសេចក្តីតក់ស្លុតនាងកុលធីតាបានរត់ទៅកាន់វត្តចេតពុនមហាវិហារជាទីដែលព្រះសាស្តាកំពុងសម្ដែងព្រះធម៌ទេសនាដល់ពុទ្ធបរិស័ទនាងបានចូលទៅជិតព្រះសាស្តាហើយយកកូនទៅដាក់ក្បែរព្រះបាទរបស់ព្រះអង្គក្រាបបង្គំទូលដោយក្តីតក់ស្លុតថាបពិតព្រះអង្គដ៏ចម្រើនខ្ញុំព្រះករុណាសូមប្រគេនកូនតូចនេះដល់ព្រះអង្គសូមព្រះអង្គមេត្តាទទួលយកចុះនៅពេលនោះនាងយុគិនីក៏បានមកដល់